ក៏បោកមាសមួយទាំងមូលហើយនៅឡែអត់អស់ចិត្តថែមលុយឲ្យពីដុំទៀតជាកាដូដាក់ចូលទៅក្នុងនំមិនដឹងថាធ្វើប៉ុនអីទៅណោះបានសំណាងបានកាដូល្អបែបនេះហើយក៏បោកនេះឡើងធ្ងន់យប់មិនដឹងថាធ្វើអស់មាសប្រមាណដុំបើមើលតាមនឹងទៅឃើញអត់បងប្អូនពណ៌ឡើងក្រហមឆ្អិនឆ្អៅចាំងភ្នែកឡើងព្រាកយកហើយនៅទ្រាប់លុយឲ្យពីដុំ$20000ទៀតមើលតែលុយទៅដឹងហើយទើបដកពីធនាគារមកថ្មីជាប់ទាំងបកាយប័ត្រមកតាមកបោបនេះឃើញប្រហោងអញ្ចឹងឯណាប៉ុន្តែតាមសរសៃមួយអាឡើងក្រាស់ខ្ពើបើគិតជាដំឡឹងមិនដឹងថាប្រមាណតម្លឹងទៅបើធ្ងន់យ៉ាងហ្នឹងត្រូវមាសឥឡូវឡើងថ្លៃទៀតត្រូវបាច់យមបើធំចេះសង្ស័យគេគិតជាគីឡូហើយមើលទៅលែងគិតជាដំឡឹងគិតទៅវាស្នាមនុស្សមើលមិនឃើញអញ្ចឹងណានៅសុកមានអ្នកសប្រាយកាដូឡើងមានរឿងហ្នឹងម្ដងគេម្ដងយើងទេជឿទៅជឿខ្ញុំហ៎បងប្អូនแชร์ទៅខៃលោមានអ្នកធ្វើឲ្យបានឬមួយក៏មិនបានមានអីត្រូវខាតបងខៃលោមានអ្នកអាណិតមេតាធ្វើសប្រាយឲ្យមកខីតែថាទៅមកជីវិតបើបានស្គាល់ជាតិម្ដងមិនក៏មានន័យដែរឃើញចឹងហើយអ្នកណាមិនចង់ស្គាល់ជាតិឥឡូវនេះផៃសាបលវិញជូចត់អីគ្មានអ្នកដឹងទេណាតើតអ្នកទទួលកាដូហ្នឹងមិនដឹងថារសជាតិនឹងបែបម៉េចសំបីតែខ្ញុំអ្នកធ្វើហ្នឹងក៏មិនដឹងថារសជាតិបែបម៉េចទេបើចង់ដឹងអីតើតសាកខ្លួនឯងទៅពេលហ្នឹងប្រកាសជាដឹងហើយថារសជាតិបែបណាហើយបើដឹងថារសជាតិបែបណាក៏ភ្លេចមកប្រាប់ខ្ញុំវិញផងណាដូចតែអ្នកមានកូនចឹងពេលដែលមើលកូនខ្លួនឯងផ្ទាល់ដែរអាហ្នឹងមិនដឹងថារសជាតិនៃការមើលកូនហ្នឹងវារបៀបម៉េចផ្អែមប្រៃជូរចត់ល្វិញអីតតែជួបផ្ទាល់ចឹងអានឹងមិនដឹងហើយតែក៏ជូនពរបងប្អូនអ្នកដែលแชร์ទាំងអស់ឲ្យបានស្គាល់រសជាតិដែលគេសប្រាយគ្រប់គ្នាចុះកុំភ្លេចសាធុយកផងណាបងប្អូនកុំឲ្យគេថាមកជាតិមិនបានស្គាល់ម្ដងអញ្ចឹងហើយចែកគ្នាភ្លក់រសជាតិគេសប្រាយតែបើសួរអារសជាតិនំខេកខាងក្រៅនេះអានឹងខ្ញុំដឹងបងប្អូនឃើញអូនផលញ៉ាំសុទ្ធតែជានំខេកទាំងអស់មិនជារូបថតមិនជាกระดาษអីណាប្រភេទបែបនេះធ្វើនៅស្រុកក្រៅគេពេញនិយមណាដោយសារអីវាធ្វើហើយគឺដូចរបស់ពិតបើសិនជាអត់ប្រាប់អាចបងប្អូនច្រឡំស្មានតែយកกระดาษយកមកបិទពីលើនោះតែនេះមិនមែនទេគ្រប់រូបភាពទាំងអស់គឺសិតតែជាស្ករដែលយើងអាចញ៉ាំវាបានទាំងអស់ហ្មងពីខាងក្នុងខាងក្រៅអីគឺញ៉ាំបានទាំងហើយចំពោះពណ៌នៅលើនំហ្នឹងក៏យើងអាចញ៉ាំបានដែរជាប្រភេទពណ៌អាហារមិនជាប្រភេទទឹកពណ៌ធម្មតាដែលគេព្រីនរូបទូទៅនឹងទេចំណុចនេះបើអត់ប្រាប់ស្រួលបងប្អូនយល់ច្រឡំដែរដោយសារតែវាដូចពេកហើយនំនេះធ្វើផ្ទាល់ដឹកផ្ទាល់ទៅទាំងក្រុមទៀតដោយទាំងកូនបេឡាទៅតាមទៀតមិនថាទៅណាមកណាឬមួយក៏ធ្វើការអីគឺកូនខ្ញុំនៅតាមគ្រប់ទីកន្លែងខ្ញុំថាមើលផ្ទាល់គឺផ្ទាល់ហើយអត់ដែរហ៊ានឲ្យអ្នកនេះមើលអ្នកនោះមើលទេសុកចិត្តយកមកតាមតែឲ្យចាំនៅក្នុងហើយកូនខ្ញុំឲ្យតែបានយកតាមទៅដល់ណាក៏ទៅដែរហើយនេះមិនមែនពេលល្ងាចទេណាបងប្អូនមកប្រហែលជា7អីភ្ញៀវកំងនំយកម៉ោង5តែជាក់ស្ដែងហើយម៉ោង7យឺតយូរដោយសារតែនំនេះពិបាកធ្វើហើយយើងត្រូវធ្វើវាឲ្យអស់ពីសមត្ថភាពធ្វើវាឲ្យស្អាតហើយផ្ចិតផ្ចង់បំផុតហើយក៏អរគុណបងស្រីសម្រាប់ទំនុកចិត្តដែលបកុលរបស់មានតម្លៃឲ្យដាក់ចូលទៅក្នុងនំខេកដោយអត់មានស្ទាក់ស្ទើរអីសោះតែអ្វីដែលហួសចិត្តគឺយើងធ្វើឲ្យយឺតម៉ោងគាត់ឲ្យឡើងរាប់ម៉ោងត្រូវកម្មវិធីមនុស្សជាទីស្រឡាញ់របស់គាត់ទៀតសំតែគាត់ខឹងយើងមិនត្រូវតែផ្ទុយស្រឡះគាត់បែរជាផ្ដាល់ស្នាមញញឹមដល់កក់ក្ដៅមកដល់ពួកយើងជាពិសេសគឺកូនបេឡានឹងនិយាយមែនណាបងប្អូនគ្នាភ័យពេលធ្វើនំអត់តាន់ឲ្យភ្ញៀវម្ដងព្រោះកម្មវិធីពិសេសរបស់ភ្ញៀវកាលណាយើងយឺតម៉ោងដូចធ្វើឲ្យខូចកម្មវិធីគេរឿងពេលវេលានេះមួយគឺខ្ញុំខ្លាចណាស់